ជំរាបសួរនិងសួស្តីកូនសិស្សទាំងអស់គ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះជួបលោកគ្រូអាណាឬវីដេអូដែលលោកគ្រូថ្ងៃនេះនឹងនិយាយអំពីរបៀបនៃការប្រើប្រាស់ to be អញ្ចឹងតើគេនឹងប្រើប្រាស់ to be យ៉ាងដូចម្ដេចយើងទៅមើលលើក្តារខៀនរបស់យើងទាំងអស់គ្នាចាអញ្ចឹង to be កិរិយាសព្ទ to be ណាអញ្ចឹង to be គឺយើងប្រើប្រាស់ to be ជាមួយទៅនឹង noun ឬក៏នាមគុណនាមហើយ prepositions អយតនិបាតឬក៏ពាក្យសម្រាប់ជាប់អូខេតែឥឡូវយើងទៅមើលទម្រង់ to be បូក noun ទាំងអស់គ្នាអញ្ចឹង to be plus noun អញ្ចឹង to be យើងកន្លែងហ្នឹងវាមានអីខ្លះគឺយើងមាន am is are នៅក្នុង present simple ណាអញ្ចឹងយើងផ្ដោតទៅលើ present simple មួយសិនអញ្ចឹង to be របស់យើងបបែកបានចេញជាពាក្យថា am is and are តែឥឡូវយើងទៅមកខាងពេលយើងចូលទៅមើលលំហាត់របស់យើងទាំងអស់គ្នាអញ្ចឹងលំហាត់ទី1 I am a teacher អូខេ I am a teacher អញ្ចឹងយើងឃើញណា teacher កន្លែងនេះគឺជាអីគេជា noun អូខេទី2 you are a student yeah you are a student អ្នកគឺជាសិស្សអញ្ចឹងសិស្សនឹងគឺជាអីគេសិស្សគឺជា noun អូខេទី3 he is a doctor អូខេអញ្ចឹង doctor គឺអីគេ yeah doctor គឺជា noun ហ្នឹងលក្ខខណ្ឌទី1ដែលយើងប្រើ to be បូកជាមួយនឹង noun អូខេតើឥឡូវយើងទៅចំណុចទី2របស់យើង to be បូកជាមួយនឹង adjective គុណនាមវិញតើឥឡូវយើងទៅមើលឧទាហរណ៍ទី1 you are happy អូខេ you are happy អ្នកសប្បាយរីករាយឬក៏សប្បាយចិត្តអញ្ចឹង happy ហ្នឹងជាអីគេជាគុណនាមតើណាទី2 I am hungry ខ្ញុំឃ្លានឬក៏ខ្ញុំគឺឃ្លានអូខេអញ្ចឹង hungry គឺជាអីគេជាគុណនាមទី3 she is beautiful អូខេ she is beautiful អញ្ចឹង beautiful នេះជាអីគេជាគុណនាមអូខេអញ្ចឹងលក្ខខណ្ឌទី1គឺ to be បូក noun លក្ខខណ្ឌទី2 to be បូក adjective អញ្ចឹង to be យើងដឹងហើយមាន am is and are អូខេតើឥឡូវយើងទៅចំណុចទី3វិញចំណុចទី3គឺ to be បូកជាមួយនឹង preposition ដែលខ្មែរយើងមកប្រែថាអយតនិបាតឬក៏ពាក្យសម្រាប់ភ្ជាប់អូខេតើឥឡូវយើងទៅមើលឧទាហរណ៍របស់យើង he is at work អូខេ he is at work អញ្ចឹង at នេះឯងគឺជា preposition តើទី2 I am on the way អូខេ I am on the way ខ្ញុំនៅលើដងផ្លូវអញ្ចឹង on នេះគឺជាអីគេ preposition ទី3 the book is on the table អញ្ចឹង on នេះគឺជា preposition អូខេអញ្ចឹងបញ្ជាក់ឡើងវិញ to be ថ្ងៃនេះគឺយើងផ្ដោតទៅការប្រើប្រាស់ជាមួយនឹងពាក្យថា noun អូខេ sorry បូក noun បូកគុណនាមបូក prepositions អញ្ចឹងយើងមើលទាំងអស់គ្នាសង្ឃឹមថាគ្នាយើងយល់ណាអរគុណច្រើនថ្ងៃនេះវីដេអូលោកគ្រូមានតែប៉ុណ្្នឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយ